សម្រាប់បងប្អូនណាដែលអត់ទាន់បានស្នើវិញ្ញាបនបត្រចាក់វ៉ាក់សាំងបងប្អូនអាចមើលវីដេអូនេះបានពីរបៀបនៃការស្នើបងប្អូនគ្រាន់តែចូលទៅកាន់ browser ណាមួយមកនេះខ្ញុំចូល browser ជ្រោមមួយហើយបងប្អូនគ្រាន់តែ search ពាក្យតាមខ្ញុំមកហើយបន្តមកចុច go មកហើយវានឹងលោតមកកាន់ផ្ទាំងបែបនេះហើយបងប្អូនគ្រាន់តែជ្រើសរើសកន្លែងលេខអត្តសញ្ញាណប័ណ្ណឬក៏លេខបានចាក់វ៉ាក់សាំងបងប្អូនយកមួយណាក៏បានដែរឥឡូវខ្ញុំសូមយកលេខបានចាក់វ៉ាក់សាំងហើយបន្តមកខ្ញុំបំពេញលេខបានចាក់វ៉ាក់សាំងហើយជាមួយនឹងថ្ងៃខែឆ្នាំកណាត់របស់យើងដែលមាននៅលើការចាក់វ៉ាក់សាំងហើយបន្តមកបងប្អូនគ្រាន់ចុចពាក្យថាស្វែងរកមកវានឹងបង្ហាញព័ត៌មានរបស់យើងមកហើយបន្តមកទៀតបងប្អូនគ្រាន់តែចុចការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំង COVID-19 បងប្អូនគ្រាន់តែចុចកន្លែងហ្នឹងមកបន្តមកវានឹងទាមទារឲ្យយើង connect ជាមួយនឹង Telegram ហើយបងប្អូនចុចទៅលើ Telegram ហ្នឹងមកហើយយើងគ្រាន់តែវាយលេខទូរស័ព្ទដែលយើងភ្ជាប់ Telegram ហ្នឹងហើយបន្តមកចុច next មកហើយនឹងរងចាំ confirm ជាមួយនឹង Telegram ខាងក្រសួងហើយបន្តមកយើងចុចពាក្យ confirm មកហើយវានឹងបញ្ជាក់យើងបាន connect ហើយយើង back មកវិញមកហើយបន្តមកយើងចុចពាក្យ accept មកបន្ទាប់ពីចុចពាក្យ accept ហើយវានឹងមានផ្ទាំងជាច្រើនមួយហើយបងប្អូនគ្រាន់តែបំពេញព័ត៌មានដែលនៅលើបានចាក់វ៉ាក់សាំងមកយើងមកទី1បើសិនជាបងប្អូនមានឈ្មោះជាអក្សរខ្មែរប៉ុន្តែមានអក្សរឡាតាំងបងប្អូនអាចដាក់ជាអក្សរខ្មែរបានតែខ្ញុំមានទាំងខ្មែរនិងអក្សរឡាតាំងខ្ញុំសូមដាក់ជាអក្សរឡាតាំងហើយបន្តមកទៀតខ្ញុំវាយលេខទូរស័ព្ទដែលយើងភ្ជាប់ជាមួយនឹងការពេលដែលយើងចាក់វ៉ាក់សាំងណាហើយកន្លែងការស្នើសម្រាប់នេះយើងអាចស្នើជាផ្ទាល់ខ្លួនមកហើយត្រង់ចំណុចប្រភេទឯកសារធ្វើដំណើរនេះបងប្អូនពលករបងប្អូនត្រូវយកលិខិតឆ្លងដែនមកណាហើយចុចទៅលើកន្លែង upload photo នេះមកបងប្អូន select យកលិខិតឆ្លងដែនរបស់យើងមកហើយបន្តមកចុចពាក្យថាដានមកហើយនឹងវា upload ទៅឲ្យហើយចំពោះកន្លែងការចាក់វ៉ាក់សាំង COVID-19 ខាងមុខនេះបងប្អូនថតមកណាថតផ្នែកខាងមុខហើយបងប្អូន upload ចូលទៅហើយនឹងកន្លែងឯកសារចាក់វ៉ាក់សាំងផ្នែកខាងក្រោយនេះដូចគ្នាចឹងបងប្អូនថតខាងក្រោយមកហើយបងប្អូន upload ចូលទៅហើយចំពោះឯកសារចាក់វ៉ាក់សាំងលើកទី3លើកទី4នេះបងប្អូនអត់មានបងប្អូនមិនចាំបាច់ upload ក៏បានដែរហើយបងប្អូនចុចធ្វើការស្នើសុំមកតទៅពីចុចស្នើសុំហើយបងប្អូនចុចបើក Telegram មកដើម្បីយើងទៅមើលឥឡូវនេះឯកសាររបស់យើងហ្នឹងគឺត្រូវបានបញ្ជូនទៅខាងក្រសួងសុខាភិបាលខ្មែរយើងហើយដើម្បីគេពិនិត្យមើលហើយថ្ងៃដែលខ្ញុំស្នើសុំនេះគឺនៅថ្ងៃទី26រយៈពេលតែ2ថ្ងៃទេគឺខ្ញុំស្នើសុំបានហើយគឺថ្ងៃទី28នេះខាងក្រសួងគឺគេបានតម្លាក់វិញ្ញាបនបត្រឲ្យខ្ញុំហើយនេះគឺវិញ្ញាបនបត្រចាក់វ៉ាក់សាំង COVID-19 អូខេវីដេអូយើងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចូលចិត្តអាចចុចបេះដូងឬក៏ follow account TikTok ខ្ញុំមួយផង